ជំរាបសួរពុកម៉ែបងប្អូនកសិករខ្មែរទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទនៅវីដេអូថ្មីមួយទៀតថ្ងៃនេះខ្ញុំបានធ្វើវីដេអូទាក់ទងជាមួយនឹងដំណាំស្ពៃបូកូបាទដោយបងប្អូនបានឃើញក្នុងវីដេអូនេះគឺជាចំការមួយកន្លែងនៅក្នុងខេត្តដែលខ្ញុំរស់នៅបាទដែលប្រជាជនកសិករជប៉ុនបានធ្វើការដាំស្ពៃបូកូនៅខេត្តនេះបាទហើយស្ពៃបូកូនេះទៀតសោតគឺគេប្រមូលផលនៅចុងខែ10ឬក៏ដើមខែ11គេបានធ្វើការដាំស្ពៃបូកូនេះគឺចន្លោះពាក់កណ្ដាលខែ9និងចុងខែ9ណាបងប្អូនហើយទម្រាំដល់ពេលវាបានផលគឺចូលដល់ខែល្ងាល្មមអញ្ចឹងទៅជាទូទៅគេដាំខ្ទង់ចន្លោះខែ9ហ្នឹងរហូតដល់គេប្រមូលផលគឺដើមខែ11បាទរយៈពេលខ្ទង់ប្រហែល7-3ខែបាទហើយដំណាំស្ពៃបូកូនេះដែរគឺគេដាំតែនៅរដូវត្រជាក់ទេដោយសារដាំរដូវក្តៅគឺអត់សូវបានផលហើយបងប្អូនបានឃើញចំការគេគឺស្អាតមែនទែនបងប្អូនបាទដីនេះគឺធំបាទមានផ្ទៃដីធំហើយខ្ទង់7-2ហិកតាបើតាមទំហំដីដាំស្ពៃបូកូនេះបាទហើយស្ពៃខ្លះដូចបងប្អូនឃើញហ្នឹងគឺមានសត្វល្អិតសត្វអីតកៅស៊ីដូចយើងអញ្ចឹងណាបាទដោយសារមើលទៅប្រហែលជាកសិករគេប្រើជីធម្មជាតិហើយគេអត់បាញ់ថ្នាំបែបគីមីអញ្ចឹងបានមានសត្វដង្កូវមានអីស៊ីស្លឹកមានអីអញ្ចឹងណាបាទហើយសម្រាប់ថ្ងៃនេះខ្ញុំបានចំណាយពេលវេលារហូតដល់ទៅ60គីឡូម៉ែត្របាទគឺខ្ញុំជិះកង់ពីកន្លែងខ្ញុំទៅវិញទៅមកទៅដល់កន្លែងនោះទៅ30គីឡូម៉ែត្រជាងមក30គីឡូម៉ែត្រជាងបាទគឺឆ្ងាយមែនទែនបាទនេះនៅក្នុងឆាកជីវិតរបស់ខ្ញុំហើយគឺខ្ញុំមិនដែលជិះកង់ឆ្ងាយចឹងទេគឺឆ្ងាយមែនទែនដល់60គីឡូម៉ែត្រជាងបាទទាំងទៅទាំងមកបាទគឺមកដល់ផ្ទះចិត្តដល់ផ្ទះហ្នឹងគឺអស់ខ្យល់សឹងតែដួលតែម្ដងដើម្បីផ្ដិតយកវីដេអូល្អៗថ្មីជូនបងប្អូនបានទស្សនាទាក់ទងជាមួយនឹងដំណាំកសិកម្មនៅក្នុងប្រទេសជប៉ុនបាទហើយបងប្អូនឃើញដំណាំរបស់គេទេគឺស្អាតមែនទែនណាបងចំការស្ពៃបូកូនេះធំមែនទែនបាទដីចូល2ហិកតាហើយប្រហែលជា2ហិកតាបូកទាំងខាងឆ្វេងផងខាងស្ដាំផងធំមែនទែនបាទហើយមិនមែនតែមានដំណាំស្ពៃបូកូទេមានដំណាំផ្សេងទៀតនេះក៏ស្ពៃបូកូដែរនេះគេដាំតាមផ្លូវបងប្អូនបាទហើយនៅខាងមុខនេះទៀតខ្ញុំមានវីដេអូទាក់ទងជាមួយនឹងស្ពៃក្តោបពណ៌ស្វាយអីចឹងណាបាទហើយជីកាត់ចកាគេដែរនេះគេពងដកស្មៅបាទហើយនៅខាងស្ដាំនេះគឺក៏ជាចំការស្ពៃក្តោបពណ៌ស្វាយដែរបងប្អូនបាទនេះគឺជាចំការស្ពៃបូកូមួយកន្លែងទៀតបាទអញ្ចឹងទៅនៅតំបន់នេះគឺខែនេះគេចាប់ដាំស្ពៃបូកូច្រើនស្ពៃក្តោបខ្លះគេដាំគេប្រមូលផលចង់អស់ហើយខែនេះគឺគេចាប់ដាំរដូវកាលម្ដងបាទជាចុងក្រោយវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នេះទេសូមអរគុណសូមជម្រាបលា